ចឹងថ្ងៃនេះយើងនឹងរៀនចេញអំពីសុភាសិតចំពោះទី4ពីខទី20ដល់ខ27ហើយចំណងជើងគឺចរិយាសម្បត្តិដ៏ថ្លៃថ្នូរឬក៏យើងនិយាយឲ្យស្រួលស្ដាប់ទៅថាអត្តចរិតដែលថ្លៃថ្នូរអញ្ចឹងនៅក្នុងជីវិតរស់នៅយើងតែងតែមានអត្តចរិតខុសៗគ្នាមែនទេខុសៗគ្នាប៉ុន្តែធ្វើដូចម្ដេចដែលឲ្យយើងដឹងថាយើងត្រូវថែរក្សានៅចរិតថ្លៃថ្នូរធ្វើមិនរស់នៅមិនស្ដាប់តាមអ្នកណាដែលយើងខ្លាចជាចរិតថ្លៃថ្នូរនៅក្នុងថ្ងៃនេះយើងនឹងអាន2ខដោយរាល់ដងហើយខ្ញុំនឹងបកស្រាយហើយបន្ទាប់មកអ្នកណាដែលគាត់អាចអានបានកុំចាំគ្នាអញ្ចឹងពេលខ្ញុំហៅខអ្នកណាដែលអានបានសូមអានទៅតែម្ដងអញ្ចឹងសូមផ្ទៀងនៅក្នុងខ20និង21ហើយសូមជួយអានបន្ទាប់មកយើងនឹងស្ដាប់មេរៀនទាំងអស់គ្នាកូនអើយចូលផ្ទៀងត្រចៀកចូលត្រង់ត្រាប់ស្ដាប់ពាក្យទូន្មាននិងអាវាតរបស់ឪពុកកុំបំភ្លេចពាក្យឪពុកគឺត្រូវរក្សាទុកឲ្យជាប់នៅក្នុងដួងចិត្តជានិច្ចបាទអរគុណប្រមាណអញ្ចឹងឥឡូវមុនពេលគ្រូបកគ្រូសួរសំណួរមួយតើនៅក្នុងព្រះគម្ពីរនេះផ្ដើមនិយាយអំពីអ្នកណាមុនគេអ្នកណាជាឪពុកនៅក្នុងព្រះគម្ពីរនេះព្រះយេស៊ូវព្រះជាម្ចាស់ព្រះអង្គជាឪពុករបស់យើងខាងឯភ្លើងវិញ្ញាណនៅពេលដែលយើងជឿទៅកាន់ព្រះអង្គអញ្ចឹងព្រះអង្គចាប់ផ្ដើមដោយការទូមានដល់កាន់យើងទាំងអស់គ្នាថាយ៉ាងម៉េចកូនអើយចូលផ្ទៀងតិចស្ដាប់ពាក្យរបស់ពុកអញ្ចឹងព្រះអង្គស្រឡាញ់យើងដូចជាកូនអញ្ចឹងព្រះអង្គចង់ឃើញកូនរបស់ផងព្រះអង្គប្រមាណរូបនឹងដែលកំពុងអង្គុយនៅទីនេះស្ដាប់ពាក្យរបស់ផងព្រះអង្គដោយយកចិត្តទុកដាក់អញ្ចឹងថាម៉េចកុំឲ្យភ្លេចនៅដំបូងមានទាំងប៉ុន្មានព្រោះដំបូងមានទាំងអស់នោះជួយយើងបានហើយយើងត្រូវតែកាន់ជាប់នៅអាវាតឬក៏ដំបូងមានទាំងអស់នោះក្នុងចិត្តជានិច្ចអញ្ចឹងមិនខ្ញុំតែងតែនិយាយថាមិនថាការដែលយើងរៀនមិនថាការដែលយើងត្រូវថ្វាយបង្គំទេគឺយើងត្រូវយកទាំងខ្លួនទាំងចិត្តរបស់យើងទៅមិនមែនថាយើងខ្លួននៅកន្លែងថ្វាយបង្គំចិត្តយើងនៅកន្លែងផ្សេងខ្លួនយើងនៅកន្លែងរៀនចិត្តយើងនៅកន្លែងផ្សេងយើងអត់បានស្ដាប់ដោយការចងចាំទេយើងស្ដាប់បានតែត្រឹមពេលហ្នឹងប៉ុន្តែយើងអត់បានចងចាំទេប៉ុន្តែបើព្រះបន្ទូលព្រះនៅក្នុងចិត្តយើងចាំកន្លែងនេះណាដួងចិត្តយើងអញ្ចឹងបើសិនដួងចិត្តយើងមានព្រះបន្ទូលរបស់ព្រះយើងនឹងចងចាំនៅខគម្ពីរនៅអត្ថន័យដែលលោកគ្រូបាននិយាយទៅកាន់ពួកយើងទាំងអស់គ្នាអញ្ចឹងដើម្បីឲ្យយើងមានចរិតថ្លៃថ្នូរយើងក៏ត្រូវស្ដាប់តាមព្រះបន្ទូលរបស់ព្រះដែរព្រោះព្រះអង្គបង្រៀនឲ្យយើងចេះថ្លៃថ្នូរព្រះអង្គមិនបង្រៀនឲ្យយើងជាមនុស្សខិលខូចទេព្រះអង្គមិនសប្បាយតីនឹងមនុស្សខិលខូចទេតែព្រះអង្គសប្បាយតីជាមួយមនុស្សទៀងត្រង់អញ្ចឹងដើម្បីឲ្យយើងទៀងត្រង់បានយើងត្រូវតែកាន់នៅចរិតថ្លៃថ្នូរចរិតសុភាពរាបសារចេះស្ដាប់បង្គាប់យល់អំពីអត្ថន័យនៅក្នុងព្រះគម្ពីរហើយនៅជាប់ដួងចិត្តរបស់យើងសំខាន់គឺចេញពីចិត្តរបស់យើងហើយត្រូវរក្សាទុកសេចក្តីទាំងអស់នោះនៅក្នុងគំនិតរបស់យើងខួរក្បាលរបស់យើងយើងត្រូវគិតយើងត្រូវពិចារណាអំពីមេរៀនដែលយើងបានឮនៅថ្ងៃហ្នឹងតើគំរូអីខ្លះដែលយើងបានរៀនចេញតើសូមអាននៅក្នុងខ22និង23ត្បិតអាវាតនេះនឹងផ្ដល់ជីវិតនិងសុខភាពដល់អស់អ្នកដែលសុខចិត្តទទួលចូលកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្នបិទចិត្តគំនិតរបស់កូនយ៉ាងណាជីវិតរបស់កូនក៏យ៉ាងនោះដែរហើយអញ្ចឹងចាំហ៎តើបងប្អូនព្រមទទួលទេព្រមទទួលអាវាតឬក៏ពាក្យទូមានរបស់ព្រះហ៎ព្រះបន្ទូលរបស់ព្រះហ៎ព្រមមែនទេអញ្ចឹងក្នុងងាត់យើងប្រកាសថាយើងព្រមទទួលសេចក្តីទូមានឬក៏អាវាតរបស់ព្រះជាម្ចាស់ប៉ុន្តែសួរថាចិត្តកំណត់យើងយ៉ាងម៉េចចិត្តកំណត់យើងយ៉ាងម៉េចយើងទៀងត្រង់ដោយពិតត្រង់យើងពិចារណាដែរទេឬក៏យើងស្ដាប់ហើយយើងភ្លេចឬក៏យើងគ្រាន់តែស្ដាប់ឲ្យបានយល់ហើយយើងមិនបានពិចារណាអានេះគ្រូមិនដាក់សម្ពាធឲ្យអ្នកណាឆ្លើយទេប៉ុន្តែសូមពិចារណានៅក្នុងគំនិតរបស់បងប្អូនព្រោះព្រះអង្គថាម៉េចសេចក្តីទូមានព្រះបន្ទូលរបស់ព្រះអង្គជាជីវិតខាងអី
ជីវិតខាងឯព្រលឹងវិញ្ញាណជីវិតខាងឯព្រលឹងវិញ្ញាណយ៉ាងម៉េចពេលដែលបងប្អូនទទួលយកព្រះបន្ទូលរបស់ព្រះហើយនៅពេលដែលបងប្អូនបានផ្លាស់ប្រែជីវិតជាគ្រីស្ទានបងប្អូនមានសុវត្ថិភាពផ្នែកឯព្រលឹងវិញ្ញាណហើយនៅពេលដែលបងប្អូនអាចយល់អំពីព្រះបន្ទូលរបស់ព្រះបាននោះបងប្អូនអាចនាំព្រះបន្ទូលនោះទៅកាន់មនុស្សផ្សេងទៀតយើងអាចប្រកាសប្រាប់ទៅកាន់មនុស្សផ្សេងទៀតបានហើយយើងក៏អាចធ្វើការបម្រើព្រះអង្គបានដែរធ្វើការបម្រើព្រះអង្គដោយជំនាញផ្សេងៗរបស់យើងដែលយើងមានរៀងខ្លួនឧទាហរណ៍ខ្ញុំរាល់ថ្ងៃខ្ញុំអាចកាត់វីដេអូព្រះបន្ទូលខ្ញុំអាចធ្វើមេរៀនអធិប្បាយខ្ញុំអាចថតព្រះបន្ទូលខ្លីៗនៅតាម YouTube នៅតាម Facebook បានអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនទាំងអស់គ្នារៀនយល់ហើយនេះពេលដែលយើងរៀនយល់ហើយយើងចង់ចិត្តត្រឹមត្រូវមែនតើអនាគតទៅយើងអាចធ្វើបានដូចគ្នាយើងទាំងអស់គ្នាសរចេះ Word អញ្ចឹងយើងអាចសរសេរព្រះបន្ទូលរបស់ព្រះបាននៅក្នុង computer ហើយអញ្ចឹងព្រះអង្គថាម៉េចទៀតទៅមុខទៀតខ23ថាចូលកូនថែរក្សាគំនិតដោយប្រុងប្រយ័ត្នការគិតរបស់យើងនេះយើងត្រូវប្រុងប្រយ័ត្នសម្ដីដែលយើងនិយាយចេញទៅនេះយើងត្រូវការប្រុងប្រយ័ត្នមិនថាអាងតែមិត្តភក្តិនឹងគ្នាយើងនិយាយដោយមិនមានការប្រុងប្រយ័ត្នយើងប្រើពាក្យសម្ដីអសុរោះយើងប្រើពាក្យសម្ដីលើសលួសក៏វាមិនត្រឹមត្រូវដែរគ្រូក៏ដោយម៉ាក់យាយក៏ដោយមុនពេលដែលនិយាយយើងត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងការឆ្លើយតបជាមួយនឹងការនិយាយក៏ដោយមិនមែនចេះតែនិយាយដោយមិនមានការប្រុងប្រយ័ត្នវាមិនល្អទេមិនថាតែគ្រូមិនថាតែគ្នាយើងទេអ្នកណាក៏ដោយចាស់ទុំឲ្យតែចាស់ទុំដែលយើងជួបគាត់យើងត្រូវការប្រស្រ័យតាក់ទងជាមួយគាត់មនុស្សនិយាយទៅមនុស្សគ្រប់គ្នាយើងត្រូវការផ្ដល់ភាពទន់ភ្លន់ត្រូវពោលពាក្យដោយការប្រុងប្រយ័ត្នអញ្ចឹងនេះជាចំណុចដែលយើងសំខាន់នៅក្នុងជីវិតយើងព្រោះថាយើងរស់នៅរាល់ថ្ងៃយើងត្រូវនិយាយគ្នាត្រូវទេអញ្ចឹងការដែលយើងពោលពាក្យដោយប្រុងប្រយ័ត្ននេះវាជាសេចក្តីល្អមួយដែលមិននាំយើងទៅក្នុងផ្លូវខុសទេហើយសំខាន់កន្លែងនេះត្បិតចិត្តគំនិតកូនឯងយ៉ាងណានោះជីវិតកូនឯងក៏ទៅយ៉ាងនោះដែរអញ្ចឹងព្រះអង្គថាបើក្នុងចិត្តគំនិតយើងយ៉ាងម៉េចយើងគិតយ៉ាងម៉េចនោះយើងនឹងប្រព្រឹត្តបែបនោះឯងហើយជីវិតយើងវានឹងទៅតាមលទ្ធផលដែលយើងប្រព្រឹត្តហ្នឹងអញ្ចឹងបើគំនិតយើងល្អជីវិតយើងល្អហើយចុះបើគំនិតយើងអត់ល្អជីវិតយើងក៏អត់ល្អហើយធ្វើម៉េចឲ្យគំនិតយើងល្អបានវាកើតចេញពីការយកចិត្តទុកដាក់វាកើតចេញពីការដែលយើងត្រង់ត្រាប់នៅព្រះបន្ទូលនឹងឯងដើម្បីគំនិតល្អបងប្អូនកំពុងតែអង្គុយស្ដាប់ហ្នឹងគ្រូកំពុងតែនាំបងប្អូនទៅក្នុងគំនិតមួយដែលល្អកុំមើលអញ្ចឹងសូមចាំថាចិត្តយើងយ៉ាងម៉េចណាចិត្តយើងគិតយ៉ាងម៉េចមានន័យថាម៉េចចិត្តយើងត្រូវកាន់ភ្ជាប់នៅចិត្តមេត្តាករុណាចិត្តចេះព្រួយបារម្ភចិត្តចេះភ័យខ្លាចនៅពេលដែលឃើញគ្នាមានគ្រោះថ្នាក់មិនមែនយើងអត់ខ្វល់និយាយឲ្យសាមញ្ញទៅថាអ្នកណាយ៉ាងម៉េចទៅយើងអត់ខ្វល់យើងអត់បានចេះជួយគ្នាអត់ល្អដែរអញ្ចឹងថាម៉េចចូលយើងត្រូវរក្សាចិត្តគំនិតយើងនឹងឲ្យបានត្រឹមត្រូវគ្រប់ទាំងកិច្ចការទាំងអស់ទាំងការប្រឡងទាំងការរៀនទាំងការយើងរស់នៅទាំងការដែលយើងចេះព្រះបន្ទូលរបស់ព្រះខ្ញុំនិយាយតាមត្រង់ខ្ញុំចង់ឃើញបងប្អូនទាំងអស់គ្នារីកចម្រើនខាងឯព្រះបន្ទូលរបស់ព្រះខ្ញុំចង់ឲ្យមានអ្នកអាចលើកអំពីគំនិតដែលកើតចេញពីព្រះបន្ទូលរបស់ព្រះនៅពេលដែលយើងរៀនហើយនេះតើយើងយល់យ៉ាងម៉េចតើយើងត្រូវដឹងយ៉ាងម៉េចឥឡូវមុនពេលតទៅទៀតសូមសួរមួយតើនៅក្នុងខ23នេះយើងយល់យ៉ាងម៉េចអាការថែរក្សាគំនិតចិត្តយើងនឹងតើសូមជួយឆ្លើយផងអ្នកណាយល់យ៉ាងម៉េចគំនិតអូនមានទៅចង់លួចគេអត់គំនិតអូនមានទៅចង់វាយគេអត់ចាចឹងអាហ្នឹងហើយដែលថែរក្សាគំនិតយើងចង់ទៅអ្នកល្អទៅចង់ទៅជួយអ្នកល្អហ្នឹងហើយជាគំនិតរបស់យើងបើសិនជាយើងមានគំនិតចង់ទៅជួយគាត់ធ្វើល្អជាមួយគាត់ហ្នឹងហើយគំនិតយើងល្អជីវិតយើងហ្នឹងហើយវាល្អយល់ទេហើយអូនទៅវាយគេគំនិតជីវិតល្អគំនិតហើយនឹងជីវិតល្អចាអញ្ចឹងអូនឆ្លើយមកហ្នឹងបាទដូចយើងរកគ្នាអញ្ចឹងមិត្តភក្តិយើងស្រឡាញ់គ្នាក៏ជាគំនិតមួយដែរមានគំនិតមានចិត្តចេះស្រឡាញ់គ្នាតែយើងគិតល្អគិតវិជ្ជាយើងណាក្នុងចិត្តយើងអានេះក៏មានគំនិតថែរក្សា
នឹងវាសាខ្មែរ ចិត្តនឹងវាបង្កើតបានជាគុំណា ចិត្ត អសរនេះចិត្តមុនទៅហ៎ ចិត្ត ចា ចិត្តចេញពីដួងចិត្ត ចិត្តនឹងចេញពីដួងចិត្តយើងហើយយើងគិតឲ្យចេញជាគំនិតយើងបែកទៅយើងគិតទៅជួយដប់អត់គំនិតយើងទៅឃើញទេហ្នឹងចិត្តហើយនឹងគំនិតហ្នឹងវាទៅស្របគ្នាទៅ មួយគ្នា អញ្ចឹងពេលដែលយើងមានចិត្តគំនិតហើយវាកើតចេញជាការប្រព្រឹត្តមួយទៀតអញ្ចឹងអាហ្នឹងវាមាន3ចំណុចវាកើតពីការប្រព្រឹត្តការដែលយើងធ្វើចិត្តគំនិតយើងដូចគ្នាយើងត្រូវចេះព្រួយបារម្ភពីការរស់នៅពីរបស់របរក៏ដោយមិនថារបស់របរក្នុងថ្នាក់របស់របរក្នុងផ្ទះយើងត្រូវថែរក្សាវាឲ្យគង់វង្សមិនមែនថាខូចទៅរបស់ម៉ាក់របស់ប៉ាមានលុយទិញទៀតឬក៏ខូចទៅរបស់គ្រូអីទេអាហ្នឹងគំនិតយើងត្រូវប្រយ័ត្នកន្លែងហ្នឹងដែរអញ្ចឹងសូមបន្តទៅមុខទៀតខ24និង25 ចាប់បងកូន ចូលទៅមាត់កុំឲ្យពោលពាក្យអាស្រោណាលហើយក៏គុំក្រលាស់អណ្ដាតពោលពាក្យមួយបង្កាច់គេដែរចូលសម្ដែងឲ្យមនុស្សលោកឃើញទឹកចិត្តស្មោះត្រង់របស់កូនគឺមើល ក៏មើលទៅនរណាដោយចិត្តវិវេឡើយចូលរៀបចំផ្លូវដែលកូនត្រូវដើរឲ្យត្រង់គឺធ្វើយ៉ាងណាឲ្យផ្លូវនោះបានត្រឹមត្រូវកុំងាកស្ដាំកុំងាកឆ្វេងហើយជៀសឲ្យឆ្ងាយពីផ្លូវអាក្រក់ យល់ទេកុំងាកស្ដាំកុំងាកឆ្វេងជៀសឲ្យឆ្ងាយពីផ្លូវអាក្រក់ទៅឲ្យត្រង់ខ24ប្រាប់ថាចូល ទុកមាត់កុំឲ្យមកពោលពាក្យអាស្រូវពោលពាក្យអាស្រូវហ្នឹងមានពាក្យអីខ្លះ អូនរៀន ពីអាក្រក់ក្រក់ កុំមកឲ្យគាត់ចេញយល់ តាឆ្លើយមកយល់ច្រើនគួរមិនយល់ ពា ច្រើន ក្យស្រូវតោះ ពីអាស្រូវហ្នឹងមិនពីរងមួយមក រត់ ឲ្យជេរគេ មកជេរគេគីកុំឲ្យអី និយាយពីគេ និយាយអាក្រក់ពីគេអីទៀត មើលងាយគេ គេពោលពាក្យមិនល្អនិយាយដើមគេ កុំនិយាយគេ ហ៎ កុំនិយាយគេ តាមយល់ហើយណា តោះទៅទៀត ឥឡូវខ25ចូលសម្ដែងឲ្យមនុស្សលោកឃើញចិត្តស្មោះត្រង់របស់កូនគឺកុំមើលទៅគឺនរណាម្នាក់ដោយចិត្តវិវេសម្ដែងឲ្យមនុស្សឃើញពីចិត្តទៀងត្រង់យើងត្រូវធ្វើម៉េច សុំមួយម្នាក់ សុំសំណួរសាថ្មីហ៎ចូលសម្ដែងឲ្យមនុស្សលោកឃើញចិត្តស្មោះត្រង់របស់យើងអញ្ចឹងតើយើងត្រូវធ្វើម៉េច ធ្វើល្អ គឺល្អឧទាហរណ៍ កុំលួចកុំ សម្ដែងសេចក្តីស្មោះត្រង់ បាទ សេចក្តីស្មោះត្រង់ឲ្យមនុស្សលោកឃើញណា ធ្វើល្អ ធ្វើល្អហ្នឹងធ្វើម៉េចឧទាហរណ៍មួយមកឧទាហរណ៍មកនិយាយពីដើមមុនហ៎ថ្ងៃមិញអូនឯងចង់ដប់អី បាទយើងចេះជួយគេ ចាំជួយគ្នា តោះ វិរា ទៀត ពេលយើងមានគេអត់យើងត្រូវចេះចែករំលែក ការចែករំលែកទៀតអីទៀត ឲ្យតែអំពើល្អ ធ្វើម៉េចធ្វើ ស្មោ ម៉េ ះ ច ចេញពីចិត្ត ជួយយកអាសាគ្នា ជួយយកអាសាគ្នាហ្នឹងដោយអីយកអាសាដោយអី តែចិត្តស្មោះសរ ចិត្តស្មោះសរហ្នឹងដោយអីគំរូអី គំរូល្អ ចង់និយាយថាអូនឯងនិយាយដូចថាអូនឯងធ្វើអីមួយឲ្យបញ្ចេញជាឧទាហរណ៍ថាយ៉ាងម៉េច ពេលវិចារអត់លុយចាយឲ្យលេវិចារ ទាវិញឯង ទាវិញឯងឲ្យ500 ឲ្យទាវិញឲ្យតែចិត្តស្មោះត្រង់ចិត្តស្មោះ តោះ26ចូលរៀបចំផ្លូវដែលកូនដើរឲ្យត្រង់គឺធ្វើយ៉ាងណាឲ្យផ្លូវនោះត្រឹមត្រូវធ្វើមិនដើរផ្លូវត្រូវកំណត់ផ្លូវត្រូវត្រង់ ត្រង់ហ្នឹងក៏មានអត្ថន័យនៅក្នុងយើងធ្វើអំពើរាល់ថ្ងៃហ្នឹងដែរយល់យើងធ្វើអំពើល្អយើងធ្វើត្រង់ស្មោះត្រង់ផ្លូវត្រង់យើងកុំលួចគេយើងធ្វើអ្វីដោយត្រង់ណានិយាយទៅត្រង់ ច្រើនចំណុច ច្រើនចំណុចត្រង់ មកឥឡូវ10ប្រការសុំម្នាក់មួយមក គឺចំណង10ប្រការនោះយើងរៀនពន្ធកិច្ច តោះសុំម្នាក់មួយ កុំអីខ្លះ ផ្លូវត្រឹមត្រូវ ច្រា កុំថ្វាយព្រះមិនក ុំថ្វាយបង្គំ កុំថ្វាយបង្គំព្រះ ខ្លាំងខ្លាំង ខ្លាយខ្លាយ អូខេរៀនអស់ កុំបាយក ុំវាយគេ ត្រឹ ទៀត មអស់ឧទាហរណ៍ ងាកស្បែកងាកស្ដាំតម្នាក់មួយទៀត កុំស្វែងស្នាម ងាកស្ដាំ ពាក្យនេះពាក្យប្រៀបធៀប
ពាក្យប្រៀបធៀបណាមិន អឺ ត្រង់ ងាកឆ្វេងងាកស្ដាំព្រះអង្គថាកុំឲ្យងាកឆ្វេងងាកស្ដាំព្រះអង្គឲ្យខ្លាចអីបើណាឲ្យងាកឆ្វេងងាកស្ដាំ គួរឧទាហរណ៍ឲ្យស្រួលយល់អូនជឿព្រះអង្គអត់រាល់ថ្ងៃជឿហើយចុះបើអូនទៅងាកឆ្វេងទៅបែបលោកីល្អអត់ទៅកុហកគេល្អអត់អត់ទេចុះអូនដូចថាអូនទៅបែបលោកីដូចថាទៅគោរពព្រះខ្លាំងៗល្អអត់ អត់ អញ្ចឹងងាកឆ្វេងងាកស្ដាំអត់នេះពេលយើងគោរពព្រះខ្លាំងៗយើងងាកចេញពីព្រះអង្គអត់ ងាក ងារ ចេញអញ្ចឹង មិនចឹង ចុះបើយើងជឿព្រះអង្គហើយយើងទៅគោរពព្រះខ្លាំងៗអាហ្នឹងយើងងាកចេញពីព្រះអង្គហើយងាកឆ្វេងឬក៏ងាកស្ដាំឯនោះ មកឥឡូវដោយសារមកយើងច្រើនហើយអញ្ចឹងសូមទាំងអស់គ្នាអានខនឹងមកហើយយើងអានម្ដងឲ្យអស់ហ្មងទៅ សោះគ្នា ហើយ ត គួរបញ្ចប់ 2 3 កូនងាកស្ដាំងាកឆ្វេងហើយជឿឲ្យឆ្ងាយពីផ្លូវអាក្រក់ ចាដល់ប៉ុណ្ណឹង មែន អាមែនអរគុណច្រើន